សូមបងប្អូនជួយបរិបទខ្មែរទាំងអស់ជួយ share ឲ្យពិភពលោកបានឃើញផងថាពួកយើងនៅក្រៅប្រទេសនេះគឺមិនដែរបោះបង់ប្រទេសកម្ពុជាឬក៏ប្រជាជនកម្ពុជាណាចោលទេមិនថានៅក្នុងកលៈទេសៈបែបណាបញ្ហាអីទេគឺយើងនៅតែនៅជាមួយនឹងប្រទេសរបស់យើងនៅជាមួយនឹងជនជាតិរបស់យើងប៉ុន្តែយ៉ាងណាមិញយើងបាតកម្មនេះគឺយើងទាមទារឲ្យដោះលែងវីរៈជនទាំង18រូបចាដែលបានតែថៃបានចាប់យកទៅចាហើយព័ត៌មានដែលបានផ្សាយថាព័ត៌មានកម្ពុជាអំពីរដ្ឋាភិបាលដែលបានផ្សាយថាថៃនឹងដោះលែងទាហានទាំង18រូបនោះមិនមែនជាការប៉ັດទេដោយមេតបថៃបានចេញព័ត៌មានជាផ្លូវការហើយគឺគេមិនបានយល់ព្រមក្នុងការដោះលែងទាហានរបស់យើងទាំង18រូបមកកាន់ប្រទេសកម្ពុជានោះទេហើយនៅថ្ងៃទី26នេះរដ្ឋាភិបាលកម្ពុជារបស់យើងបានខົບខិតគ្នាក្នុងការកាត់ទឹកដីខ្មែរចារាល់តំបន់ណាទាំងអស់ដែលមានទាហានថៃឈរជើងរដ្ឋាភិបាលកម្ពុជានឹងសញ្ញេនៅថ្ងៃទី26គឺកាត់ដីដូរសន្តិភាពតែម្ដងចាដោយការយល់ព្រមនេះគឺធ្វើនៅមុខប្រទេសម៉ាឡេស៊ីចាប្រទេសម៉ាឡេស៊ីហ្នឹងគឺជាប្រធានអាស៊ានចាប្រធានអាស៊ានជាម្ចាស់ផ្ទះហើយមានដូណាល់ត្រាំចូលរួមជាមួយផងដែរបើសិនជាប្រជាពលរដ្ឋខ្មែរទាំងអស់យល់ព្រមទៅលើសន្ធិសញ្ញាដែលបានបំពេញនៅថ្ងៃទី26នេះគឺពលរដ្ឋខ្មែរទាំងអស់នឹងបាត់បង់ខេត្តជាពិសេសជនភៀសសឹកខេត្តផ្ទះដែលបងប្អូនកំពុងតែតតាំងជាមួយទាហានសៀមសពថ្ងៃនៅភូមិអូ3ជាន់ប្រាសាទតាមន់តាកបីប្រាសាទជាច្រើនទៀតគឺរដ្ឋាភិបាលកម្ពុជាយល់ព្រមកាត់នៅថ្ងៃទី26នេះគឺនឹងសញ្ញេផ្ដាច់តែម្ដងអញ្ចឹងសូមឲ្យជនភៀសសឹករួមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែក្រោកឈរឡើងត្រូវតែទៀមទាឡើងអត់យល់ព្រមជាមួយនឹងសន្ធិសញ្ញាថ្មីនោះទេពីព្រោះថាបើយើងយល់ព្រមគឺយើងគ្មានថ្ងៃនឹងយកមកវិញបាននោះទេចាពីព្រោះការចុះកិច្ចសន្យានេះគឺមានដូណាល់ត្រាំហើយនឹងមានប្រទេសម៉ាឡេស៊ីចាប្រទេសម៉ាឡេស៊ីចូលរួមជាមួយអញ្ចឹងបានន័យថាបើសិនជាយើងយល់ព្រមដល់ពេលនេះគឺយើងគ្មានថ្ងៃទៀមទាមកវិញបានចាដូចទៅកម្ពុជាក្រោមដែលបារាំងកាត់ឲ្យទៅវៀតណាមនោះទេចាអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មានផងចា